ស្ដីបងប្អូនបាទអញ្ចឹងដោយសារតែមានបងប្អូនយើងគាត់សួរអំពីរបៀបនៃការដាក់ subtitle នៅក្នុងវីដេអូអញ្ចឹងខ្ញុំមកថ្ងៃនេះខ្ញុំមកចែករំលែកចំណេះដឹងខ្លះៗទៅនឹងរបៀបនៃការដាក់ subtitle នៅក្នុងវីដេអូទោះបីជាមិនថាវីដេអូជាភាសាខ្មែរឬក៏វីដេអូជាភាសាអង់គ្លេសទេគឺយើងដាក់ងាយស្រួលមែនទែនកាលពីមុននៅពេលដែលយើងដាក់ subtitle ដែលភាសាខ្មែរយើងអាចនិយាយថាsubtitle មានន័យថាដាក់អក្សរដែលវាលោតចេញនៅក្នុងវីដេអូហើយវាលោតទៅតាមអ្វីដែលយើងនិយាយបាទអញ្ចឹងអាហ្នឹងគេហៅ subtitle អញ្ចឹងក៏ការដាក់ subtitle ហ្នឹងគឺកាលពីមុនពិបាកមែនតើភាសាយើងធ្វើការវាយបញ្ចូលដោយខ្លួនឯងមកហើយយើងអង្គុយសេរីទៅតាមមាត់យើងនិយាយឲ្យវាចេញអក្សរណានិយាយតាមណាប៉ុន្តែនៅបច្ចុប្បន្ននេះដោយសារតែ AI យើងវិវត្តលឿនអញ្ចឹងយើងប្រើប្រាស់ AI អញ្ចឹង AI វានឹងចាប់សំឡេងយើងចេញទៅជាអក្សរដែលភាសាអង់គ្លេសគេហៅថា transcribe អញ្ចឹងវានឹងចាប់សំឡេងយើងទៅជាអក្សរហើយវាបញ្ចេញអក្សរនោះនៅក្នុងវីដេអូទៅតាមអ្វីដែលយើងនិយាយឬស្វ័យប្រវត្តិបាទអញ្ចឹង AI ជឿនលឿនមែនតើអញ្ចឹងខ្ញុំនឹងទៅបង្ហាញនៅក្នុងកុំព្យូទ័រទាំងអស់គ្នាបងប្អូនណាតាបាទអញ្ចឹងនៅពេលយើងបើកកុំព្យូទ័រនៅក្នុងកុំព្យូទ័រយើងនឹងប្រើ AI មួយឈ្មោះថា Clipchamp អញ្ចឹង Clipchamp ហ្នឹងយើងចូលទៅក្នុង Microsoft Edge នេះមកយើងចង់ប្រើ Google Chrome ក៏បានដែរជាយើងប្រើ Google Chrome ក៏បានតែខ្ញុំអត់ចង់ប្រើ Google Chrome ដោយសារតែវាតកតងទៅនឹងគណនីអញ្ចឹងខ្ញុំនឹងប្រើ Microsoft Edge ដោយសារតែ Microsoft Edge ខ្ញុំមានគណនីMicrosoft account នៅនឹងស្រាប់បាទព្រោះហ្នឹងវាត្រូវការគណនី Microsoft account អញ្ចឹងយើងប្រើជាមួយនឹង Microsoft Edge ទៅកុំឲ្យវាពិបាក sign in ចូលអូខេយើងបើក Google បើកនេះ Microsoft Edge មកបាទអញ្ចឹងបើក Microsoft Edge មកយើងនឹងវាយពាក្យកន្លែងនេះថា Clipchamp យើងវាយកន្លែងនេះមក Clipchamp តែខ្ញុំវាយរួចម្ដងវាជាប់នៅនឹង Clipchamp មកវាចេញមកយើងคลิกយក Clipchamp ហ្នឹងមកដល់កន្លែងនេះវានឹងឲ្យយើងសាកប្រើឲ្យដោយ free បាទនេះយើងចុចយក try for free នេះមកសូមបញ្ជាក់មួយដែរថា Clipchamp ហ្នឹងគឺវាជាកម្មវិធី edit វីដេអូរបស់ក្រុមហ៊ុន Microsoft បាទអញ្ចឹងហើយបានយើងត្រូវការប្រើជាមួយនឹង Microsoft account បាទគឺចង់ចូលជាមួយនឹង account មួយណាក៏បានដែរតែដើម្បីឲ្យវាត្រូវនឹងកម្មវិធីហ្នឹងគឺយើងប្រើ Microsoft account ទៅយើងចង់ចូលមួយ Google ក៏បានចង់ចូលមួយអីក៏បានតែក្នុងនេះឃើញមាន Google ហើយនិង email ផ្សេងៗទៀតបាទអញ្ចឹងយើងខ្ញុំចូលជាមួយនឹង Microsoft account នេះ continue with Microsoft នេះមកបាទនេះយើងបើសិនយើងអត់ទាន់មាន account យើងវាយបញ្ចូលទៅបើខ្ញុំមានហើយខ្ញុំចុចយកតែម្ដងបើយើងអត់ទាន់មានយើង sign in ចូលហើយបើសិនយើងអត់ទាន់ចេះបង្កើត Microsoft account នេះនឹងចាំខ្ញុំបញ្ចូលពេលក្រោយទៀតអូខេម្ដងនេះនៅពេលយើង sign in ចូល Microsoft account យើងហើយយើងអាចប្រើបានហើយបាទអញ្ចឹងមកដល់កន្លែងនេះគឺយើងនឹងឃើញពាក្យមួយថា create a new video នេះយើងចុចសញ្ញាបូកហ្នឹងមកដើម្បីដាក់វីដេអូយើងដែលយើងចង់ដាក់ caption ឬក៏ដាក់ subtitle ឬក៏អីចឹងអូខេឥឡូវឧទាហរណ៍ថាខ្ញុំមានវីដេអូនេះមួយខ្ញុំបើកមួយនេះអញ្ចឹងវីដេអូនេះអត់ទាន់មាននេះទេអត់ទាន់មាន subtitle ទេអត់ទាន់មានអក្សររត់អត់ទាន់មានអក្សរចេញនៅក្នុងវីដេអូហ្នឹងទេI'm doing great ចឹងខ្ញុំនឹងដាក់យកវីដេអូនោះដាក់វាចេញអក្សរជាភាសាអង់គ្លេសនៅមុខនឹងតាមអ្វីដែលយើងនិយាយនៅក្នុងវីដេអូតែឥឡូវយើងយកវីដេអូហ្នឹងទៅដាក់ទាំងអស់គ្នាមកអូខេឥឡូវខ្ញុំបើកនៅ Clipchamp យើងមកហើយយើងចុចសញ្ញាបូកនេះបាទតមកចេញផ្ទាំង edit វីដេអូមកអូខេនៅកន្លែងនេះគឺឃើញពាក្យថា import media យើងចុច import media ហើយយើងនឹងរើសយកវីដេអូដែលយើងនឹង
ចង់ដាក់ subtitle ហើយចុច open មកហើយចុចសញ្ញាបូកដើម្បីឲ្យវីដេអូយើងធ្លាក់ចុះមកក្រោមនេះធ្លាក់ចុះមកគេធ្លាក់ចុះមកយើងចង់ play វាមើលក៏យើងទាញវាមកមុខគេមកដើម្បីយើង play វាមើលបាទយើងធ្វើការងារបានច្រើនណាស់លើកម្មវិធី Clip Chat ហ្នឹងប៉ុន្តែនៅក្នុងម៉ោងនេះខ្ញុំផ្ដោតសំខាន់ទៅលើ caption ឬក៏ subtitle ទេបាទណាបងប្អូនណាអូខេឥឡូវខ្ញុំ play វាបន្តិចបាទអញ្ចឹងនៅពេលយើងបាន import វីដេអូយើងចូលហើយយើងនឹងឃើញពាក្យមួយនៅខាងស្ដាំដៃនេះជ្រុងខាងលើគេដាក់ថា caption អញ្ចឹងយើងចុចនៅលើពាក្យ caption ហ្នឹងមកដល់នេះវានឹងឲ្យយើង try now បាទអញ្ចឹងយើងចាប់ដើម try now ឃើញវាដាក់សូរប្រាប់យើងថា generate auto caption with AI អញ្ចឹងកម្មវិធីនេះប្រើ AI អញ្ចឹង try now ដល់នេះវានឹងឲ្យយើងរើសភាសាឯតើក្នុងវីដេអូរបស់យើងនិយាយហ្នឹងតើជាភាសាគេបើជាអង់គ្លេសយើងយកអង់គ្លេសបើជាភាសាខ្មែរយើងយកភាសាខ្មែរបាទអញ្ចឹងភាសាខ្មែរយើងក៏មានដែរនៅខាងក្រោមបាទនៅកន្លែងគេយើងរើសមើលទៅឃើញហើយភាសាខ្មែរយើងនេះ Cambodia ខ្មែរ Cambodia ប៉ុន្តែដោយសារតែវីដេអូរបស់ខ្ញុំនោះជាភាសាអង់គ្លេសអញ្ចឹងហើយខ្ញុំយកជាភាសាអង់គ្លេសខ្ញុំយកជាភាសាអង់គ្លេសអូខេអញ្ចឹងខ្ញុំយក transcribe media មកពេលយើងរើសភាសាហើយយើងចុចលើពាក្យ transcribe media បាទអញ្ចឹងយើងរងចាំវាបន្តិចវាកំពុងតែដំណើរការយើងរងចាំវាលឿនមែនតើបងប្អូនណាបាទនេះវាចេញមកបងប្អូនណាហើយយើងលេងសាកមើលតើពាក្យទាំងអស់ហ្នឹងវាត្រូវនឹងមាត់យើងនិយាយអត់ត្រូវចេញមកបងប្អូនណាhow are you doing ហើយបើសិនជាយើងមើលទៅបើសិនជាខុសអក្ខរាវិរុទ្ធអីយើងអាចកែប្រែបានណាយើងចុចមកកែប្រែកន្លែងនេះតែបើភាសាអង់គ្លេសគឺងាយខុសទេបងប្អូនខ្លាចតែភាសាខ្មែរអញ្ចឹងដល់ពេលអញ្ចឹងហើយយើងចង់យកម៉ូដអក្សរពណ៌ហ្នឹងក៏យកពណ៌អក្សរអញ្ចឹងបើយើងអត់ចង់យកទេយើងអាចកែពណ៌វាបានកែពណ៌កែម៉ូដអក្សរវាទៅបាទភាសានេះខ្ញុំមិនបាច់កែអីច្រើនទេនេះ color វាយកលឿងក្រហមលឿងបាទជាងឧទាហរណ៍ថាខ្ញុំយកពណ៌នេះចាស់ដើម្បីចាំងឆ្លងអញ្ចឹងដល់ពេលយើងបានពីនេះហើយយើងអាច import វាចេញបានបាទអញ្ចឹងយើង import វាដាក់ចូលកុំព្យូទ័រយើងមកហើយក្នុងកម្រិត import ហ្នឹងយើងមានដល់ទៅ1080 pixel នេះយើងយក18ក៏បានដែរឲ្យច្បាស់ HD ណាអញ្ចឹងយើងយកអត់ហ្នឹងអញ្ចឹងយើងរងចាំវាតិចវាកំពុងដំណើរការនៅខាងលើsubtitle នឹងវាចេញឲ្យយើងបាទអែមមែនទេគេនៅពេលវាដំណើរការពេញហើយយើងអាច save បាន save to your computer មកហើយយើងរើសទីតាំងដាក់ញ៉ាំមក save អូខេនេះគឺបានទីតាំងស្អីហើយនេះយើងពេញមកហើយបាទអញ្ចឹងយើងអាចបិទវាបានហើយនេះបិទវាបានសារតែវាកំពុង save អញ្ចឹងប៉ុណ្ណឹងបានហើយបងប្អូនណាបាទអញ្ចឹងមានប៉ុណ្្នឹងឯងបងប្អូនណាហើយយើងអាចទៅបើកមើលបានវីដេអូយើងបាញ់ឃើញគ្នានេះមកហើយHi there, what's up? How are you doing បាទចេញមក caption យើង I'm doing great. ប៉ុណ្ណឹងយើងបានអូខេបាទបងប្អូនមានប៉ុណ្ណឹងហើយបងប្អូនបើសិនជាមានចម្ងល់ផ្សេងៗអាច comment សួរបានបងប្អូនណាហើយសូមអរគុណសូមជួយចុច follow page ខ្ញុំផងទាំង YouTube និង Facebook បាទសូមអរគុណ